សួស្តីលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាពួកខ្ញុំមកពី Group A Team 2នឹងធ្វើវីដេអូនិយាយអំពី Project Database Topic 5និយាយអំពី Proxy Load Balancing ហើយ team របស់ពួកខ្ញុំគឺមាន3នាក់មានហ៊ុនលីហងមានលឹងភេត្រាហើយនិងខ្ញុំឡូប៊ុនលៀងអូខេឥឡូវយើងចូលមកដល់ flow របស់យើងហើយដែល flow របស់យើងទី1គឺយើងមាន client មួយដែល client ហ្នឹងអាចដើរតួជា front end ជា application web អីចឹងទៅដែល connect ទៅកាន់ proxy actual server ហើយមក client ហ្នឹងអាចសរសេរអាច input ទិន្នន័យចូលមកបានតាមរយៈ server ហ្នឹងចូលទៅកាន់ master server ដែលជាកន្លែងមួយ execute របស់ដែល client សរសេរចូលមកហើយក៏ជាកន្លែងមួយដែលវាមានតួនាទី replication ចម្លងទៅឲ្យគេទៅឲ្យ replica server មួយទៀតដែលវា connect ទៅកាន់ server ដូចគ្នាហើយ replica server ហ្នឹងវាបានត្រឹមតែ read data ដែលបានមកពី master ទេហើយ master មានអីវានឹងចម្លងទៅឲ្យ replica ហ្នឹងទាំងអស់តែម្ដងតែបើសិនជា master code មានន័យកើតឡើងបើសិនជា master code ចឹងមានន័យថា client ឬពី front end មកគឺអត់អាចបញ្ចូលទិន្នន័យអត់អាច query អីបានទៀតទេមានថាវា proxy server ហ្នឹងគឺមានបញ្ហាហើយខូចហើយប៉ុន្តែ client អាចនៅតែ select read data ដែលធ្លាប់មានពីមុនមកដោយសារ data ទាំងអស់ហ្នឹងវាចូលទៅ disk បាត់ហើយអញ្ចឹងវាបានត្រឹមតែ select ទិន្នន័យចូលមកមើលទេគឺដល់ពេលដែល master code អូខេឥឡូវយើងមកដល់កន្លែងនេះគឺខ្ញុំនឹងធ្វើការset up ពីដើមមកតែម្ដងដោយសារខ្ញុំធ្លាប់បានតេស្តរួចរាល់ហើយអញ្ចឹងខ្ញុំបានរៀបចំជា document ទុកដែលធ្វើពន្លឿនការងារខ្ញុំគាត់ថា copy paste comment ចូលទៅខ្ញុំនឹងប្រើទៅលើ Ubuntu terminal អញ្ចឹងដំបូងគឺយើងត្រូវការ install ទៅលើ actual server ហើយនិង proxy server ប៉ុន្តែខ្ញុំបាន download រួចរាល់ហើយយើងគ្រាន់តែអាច show status ឲ្យមើលទៅបានហើយអូខេអូខេអញ្ចឹងmaster server MySQL គឺវាកំពុងតែ running ហើយមួយទៀតគឺខ្ញុំអាច check ទៅលើ proxy ម្ដងអូខេដូចគ្នាវា run វា activate ទាំងអស់ហើយអូខេអញ្ចឹងមួយទៀតគឺយើងធ្វើការverify ទៅលើ port របស់ proxy server ពេលយើងរើ verify ហ្នឹងយើងឃើញថាដល់ពេលដែល6032 port ហ្នឹងគឺជា port របស់admin ហើយ port 6033គឺ port របស់ client អូខេអញ្ចឹងយើងចាំ port នឹងទុកតិចទៀតយើងនឹងធ្វើការប្រើប្រាស់ port នឹងផងដែរជាងចូលដល់ phase ទី2 phase ទី2នេះគឺយើងនឹងធ្វើការ config ទៅលើ master server យ៉ាអញ្ចឹងយើងនឹង copy paste យកតែម្ដងអូខេបន្ទាប់ពី copy paste ហើយគឺខ្ញុំចូលមកដល់កន្លែងនេះ nano ចូលមកដល់ file MySQL configuration អញ្ចឹងនៅក្នុងហ្នឹងគឺយើងមើលទៅលើនេះ MySQL នេះយើងស្វែងរក server ID ហើយនិង login ដើម្បីកែទៅអញ្ចឹងវិញហើយយើងនៅខាងក្រោមនេះអូខេអញ្ចឹង server ID នេះនៅទីនេះជាបើក uncomment វាចេញមកអូខេហើយដូចគ្នា login ដែលខ្ញុំបានធ្លាប់កែឲ្យម្ដងហើយពីដើមមកគឺវាអត់ចឹងទេខ្ញុំបានកែឲ្យម្ដងអញ្ចឹងប៉ុណ្្នឹងគឺរួចរាល់អូខេអញ្ចឹងខ្ញុំcontrol F control H ចេញមកគឺ save ហើយនឹងចេញហើយយើងបន្ទាប់ពីនឹងមកហើយគឺយើងត្រូវការrestart server មួយដើម្បីឲ្យការកែវិញវា activate អូខេអញ្ចឹងយើង server យើង restart រួចរាល់ហើយហើយមួយទៀតគឺយើងចូលទៅកាន់បង្កើត user នៅក្នុង master ដើម្បី replication អញ្ចឹងកន្លែងហ្នឹងគឺជាកន្លែងមួយដែលសំខាន់ដែរយើងនឹងចូលទៅកាន់ master យើងស៊ូចូល MySQL មកអូខេយើងចូលមកដល់នេះហើយកន្លែងនេះគឺយើងនឹងធ្វើការបង្កើត user ឥឡូវខ្ញុំធ្វើការ copy paste តែម្ដងដើម្បីមក CPU អូខេអញ្ចឹងយើងធ្វើការបង្កើត user ឈ្មោះថា Replica ហើយpassword 1 2 3អូខេហើយយើងធ្វើការ create replication slave ទៅឲ្យ user មួយណាអូខេតែមកហើយយើងនឹងធ្វើការ flush privileges អញ្ចឹងកន្លែងនេះមួយទៀតគឺយើង show master status
ចឹងដោយសារខ្ញុំធ្លាប់តេស្តពីមុនមកប្រហែលដងចឹង make sure bin ខ្ញុំវាឡើងដល់3ហើយ position វាប៉ុណ្ណឹងចឹងយើងនឹងធ្វើការ save file ហើយនឹង position ទុកដើម្បីធ្វើការ connect ចូលទៅកាន់ replica server នៅខាងមុខទៀតហើយក៏ដូចជា username និង password ដែលយើងបង្កើតឡើងនឹងផងដែរយើងនឹង save វាទុកយើងនឹងចំណាំវាទុកអូខេអញ្ចឹងមកដល់មួយទៀតគឺយើង phase ទី3គឺយើងធ្វើការ set up ទៅលើ replica server អញ្ចឹងខ្ញុំនឹងធ្វើការបង្កើតបើក terminal ថ្មីតែម្ដងអញ្ចឹងport នេះខ្ញុំដាក់ឲ្យទៅ3307តាមពិត port ហ្នឹងគឺយើងអាចដាក់មិនក៏បានដែរកុំឲ្យតែដូច master កុំឲ្យតែដូចជាន់គ្នាទៅបានដែរអូខេអញ្ចឹងទីមួយខ្ញុំនឹងធ្វើការបង្កើត replica data directory មួយសម្រាប់ខ្លួនវាដែល separate ឲ្យដាច់ចេញពី master ហ្មងគឺយើងអាចដាក់នៅក្នុងជាមួយគ្នាបានដែរហើយចំពោះនេះគឺយើង replica តែមួយទេបើសិនជា replica យើងឲ្យមាន2 3ទៅយើងអាចដាក់លេខ1 sorry លេខ1លេខ2នៅមុខនឹងអញ្ចឹងណាតែនេះយើងធ្វើតែមួយទេតែបច្ចុប្បន្ននៅលើកុំព្យូទ័រមួយអូខេអញ្ចឹងយើង password មកអូខេអញ្ចឹងបន្តមកទៀតគឺយើងនឹងធ្វើការ assign ownership ដោយវាហើយយើង copy paste តែម្ដងអត់ឲ្យខាត់ពេលយូរហើយបន្ទាប់ពីហ្នឹងមកទៀតគឺយើងនឹងធ្វើការ initialize initialize វា initialize ទៅលើ replica ហ្នឹងយើងឃើញអានេះ insecure នៅទីនេះគឺមានន័យថាយើងអត់ត្រូវការវាយ password អីទេអញ្ចឹងវាងាយស្រួលក្នុងការ set up របស់យើងអូខេអញ្ចឹងវា initialize រួចរាល់យើងនឹងធ្វើការទៅ step ទី7ហើយយើងបង្កើត replica configuration អញ្ចឹងយើងនឹង sudo nano ចូលទៅកាន់ replica configuration អញ្ចឹងយើងចូលទៅគឺវាទៅទេស្ដានអញ្ចឹងកន្លែងហ្នឹងគឺជាកន្លែងមួយដែលយើងcopy របស់ដែលយើងចង់ឲ្យវាមិនខ្លះដើមវាខ្លះអញ្ចឹងកុំឲ្យខាតពេលយើង paste នេះចូលទៅគឺនៅក្នុងហ្នឹងគឺយើងឃើញថាមានគេខ្លះមាន username user វា make sure យើងដាក់ port ឲ្យវាមាន data directory យើងបង្កើតមុនហ្នឹងមាន socket មាន file របស់វាមាន server ID គឺដាក់លេខ2អត់ឲ្យជាន់ជាមួយនឹង master ទេហើយ read only គឺស្មើ on អញ្ចឹងវាអាចធ្វើតែ read ទេសមត្ថភាពរបស់វាហើយមាន login មានអីតាមហ្នឹងហើយមាន address គឺប៉ុណ្នេះជាទូទៅនៅលើ laptop មួយយើងចង់ដោយសារយើងដំណើរការទាំងអស់ហ្នឹងនៅលើ laptop តែមួយអញ្ចឹងIP ហ្នឹងគឺយើងប្រើអាហ្នឹងឯងគឺយើងឆែកទៅគឺអាហ្នឹងឯងអូខេអញ្ចឹងយើង save ទៅឲ្យចេញមកវិញបាទចំពោះ first 3.1 នេះ prevent replica socket ហើយនឹង log errors អញ្ចឹង step នេះយើងអាច skip បានឥឡូវហ្នឹងយើងអាច skip បានតែខ្ញុំដាក់ឲ្យក្នុងករណីដែលនៅពេលដែលយើង reboot computer ឬក៏យើង close ហើយ open terminal យើងមកវិញគឺ replica server យើងគឺនឹងមានបញ្ហាអាច error យើងបើកទៅ error អញ្ចឹងបើសិនជាមានករណីហ្នឹងគឺយើងអាចប្រើ step 8 step 9នេះបានអញ្ចឹងយើងអាច skip បានឥឡូវហ្នឹងយើងទៅមុខទៀតគឺ step 10គឺយើង start replica server light terminal អញ្ចឹង light terminal គឺបែបហ្នឹងឯងដល់ពេលដែលយើង run ត្រឹមត្រូវទៅយើងនឹងឃើញថា server អីគេនៅ port ទីប្រមាណ port នេះគឺជា port replica ដែលយើង set មុនហ្នឹងហើយវា ready សម្រាប់ connection អីចឹងទៅហើយ socket របស់វាក៏ដូចគ្នាដែរយើងឃើញនេះ socket file ដែលយើង set មុនហ្នឹងឯងអញ្ចឹង file terminal នេះវាប្រៀបបានទៅនឹង service background មួយឲ្យវា run អញ្ចឹងយើងទុកវាចោលទៅយើងអត់បិទវាចោលទេដើម្បីយើងធ្វើទៅលើ connection step ផ្សេងទៀតវា load comment នៅលើហ្នឹងថាយើងបានធ្វើអីទៅខ្លះអូខេអញ្ចឹងបន្តទៅមុខទៀតយើងដល់ config អានេះម្ដង step 11អូខេឥឡូវយើងនឹងធ្វើការ connect ទៅកាន់ replica server ដែល replica server នេះគឺយើងចូលទៅកាន់ server តាមរយៈ port ដែលយើងបាន set មុនហ្នឹងហើយនឹង socket file directory ហ្នឹងគឺយើងអាច set មុនដូចគ្នាអញ្ចឹងយើងចូលតាមរយៈហ្នឹងយើង enter ទៅយើងនឹងចូលមកដល់នេះហើយអានេះមួយទៀតគឺយើងនឹងធ្វើការប្រើទៅលើ user ពី master យើងបង្កើតមុនហ្នឹងយើងមកធ្វើអញ្ចឹងយើងធ្វើការចាក់ស្ដែងតែម្ដង port នេះគឺជា port របស់ master ដែលជាទូទៅលើកុំព្យូទ័រតែមួយអញ្ចឹងគឺយើងដាក់ port IP មួយហ្នឹងឯង sorry មិនមែន port ទេគឺ IP ហើយចំពោះ port នេះគឺ port របស់ master
ហើយ user នេះគឺយើងនឹងកែចាក់ស្ដែងដែរយើង Arabica អូខេ Arabica អូខេអញ្ចឹង notepad នេះគឺរបស់ដែលខ្ញុំបាន set ទុកឲ្យហើយយើងនឹងយកនេះទៅប្រើតែម្ដង copy paste ទៅប្រើតែម្ដងអូខេឥឡូវយើងធ្វើការ paste ចូលតែម្ដងទៅយើង enter មកអូខេអញ្ចឹងវាចូលហើយ connect ទៅហើយតទៅទៀតយើងនឹងធ្វើការអីគេ start ទៅលើ slave ដើម្បីឲ្យ activate ទៅលើ source ពី master connect មកកាន់ replica ហ្នឹងឯងហើយនឹង show គេ show ទៅលើ slave status ជីអញ្ចឹងយើង show ទៅលើ status ហ្នឹងហើយយើងមើលទៅលើពីរនេះបើសិនជា slave IO និង actual running នឹង yes ទាំងពីរមានន័យថា connection របស់យើងជោគជ័យហើយយើងមើលដល់អ្នកគ្នាអូខេឥឡូវយើងឃើញថា slave IO running និង actual running គឺវា yes ទាំងពីរអញ្ចឹងមានន័យថា connection ហ្នឹងគឺជោគជ័យហើយយើងនឹងបន្តទៅ step ទៅមុខទៀតចូលដល់ phase ទី4គឺ application user ឬក៏ client ពី front end មកយើងនឹងធ្វើការបង្កើត user ហ្នឹងនៅលើ master អញ្ចឹងនេះគឺជាកន្លែង master របស់យើងមុនហ្នឹងយើងនឹងធ្វើការបង្កើត user ឥឡូវខ្ញុំ copy paste ទាំងអស់ម្ដងទៅអូខេបន្តិចទៀតយើងនឹងយក user ហ្នឹងទៅប្រើនៅខាងក្នុង proxy config យើងនឹងដល់នេះទៀតឥឡូវយើងធ្វើការបង្កើត copy paste ម្ដងទៅអូខេឈ្មោះ user នេះនិង password ប៉ុណ្នេះ yeah អញ្ចឹងដល់កន្លែងនេះមួយទៀតគឺជាកន្លែង face ចុងក្រោយហើយគឺយើងធ្វើការបើក terminal មួយទៀតទៅសម្រាប់វាអញ្ចឹង yeah យើងចូលទៅកាន់ connect ចូលតែម្ដងដោយសារតែមុនហ្នឹងយើងឃើញថា proxy server យើងគឺ activate ហើយយើងដាក់អានេះIP នេះ IP default នៅលើ computer មួយហើយ port នេះ port របស់ admin ដែលយើងបាន check មុនហ្នឹងឯងអញ្ចឹងយើង copy paste ចូលទៅ yeah ហើយវាមាន default password វាគឺ admin ចឹងមកអូខេអញ្ចឹងយើងវាយ password ទៅចូលហើយ admin ហ្នឹងគឺមានតួនាទីគេមានតួនាទីក្នុងការ assign role user អីហ្នឹងដែលយើងបង្កើតខាងលើនេះមកហ្នឹង connect ពី replica connect ទៅកាន់ master ធ្វើឲ្យបានខ្លះតាមរយៈហ្នឹងហើយទៅប៉ុន្តែក៏យើងអាច test query insert ពី admin ទៅបានដែរប៉ុន្តែតាម real context ហ្មងគឺមានន័យថាយើងបានទទួលពីព័ត៌មានរបស់ហ្នឹងចូលទៅកាន់ master តាមរយៈ client វិញតាមរយៈ application វិញអញ្ចឹងយើងនឹងធ្វើការតាម real context អញ្ចឹងទៅយើងធ្វើការបង្កើត user សម្រាប់ application មួយហើយនឹងធ្វើការregister MySQL server នៅក្នុងហ្នឹងអញ្ចឹងខ្ញុំ copy paste នេះទៅតែម្ដងដោយសារខ្ញុំបានត្រៀម test ពីមុនមកហើយអញ្ចឹងខ្ញុំនឹងធ្វើការ delete អានេះមួយដោយសារខ្ញុំធ្លាប់ test ពីមុនមកអញ្ចឹងវាមានអញ្ចឹងអ្នកដែលថ្មីបើចាំអាហ្នឹងក៏បានដែរ insert យកតែម្ដងអូខេឥឡូវយើងធ្វើការ insert ចូលអូខេអញ្ចឹង insert នេះយើងឃើញថា insert ចូលទៅ MySQL server ហើយhost ID មាន hostname និង port អញ្ចឹង host ID នេះគឺ10នេះគឺយើងមើលទៅ hostname ហើយនឹង port នេះគឺសម្រាប់ master អញ្ចឹង10នេះគឺសម្រាប់ master ហើយនឹង20នេះគឺសម្រាប់ replica អញ្ចឹងយើងទៅដល់នេះអូខេអញ្ចឹងយើងនឹងធ្វើការ run ពីនេះទៀតទៅដើម្បីឲ្យវា activate អូខេរួចរាល់មកដល់កន្លែងនេះយើងនឹងធ្វើការបង្កើត user proxy មួយអញ្ចឹងដូចមិញហ្នឹងដែរខ្ញុំនឹងលុបរបស់ចាស់ជាងហើយយើងនឹងធ្វើការ insert ទៅ copy paste អញ្ចឹងយើងនឹង insert MySQL user ដែលមាន username password default host group ហើយនឹង active អញ្ចឹងយើងប្រើរបស់ដែលយើងបង្កើតនៅក្នុង master មុនហ្នឹងឯងនេះយើងនឹងប្រើទាំងអស់នេះមាន db user ចូលក្នុងនេះ password របស់វាហើយនឹងhost group មុនហ្នឹង10ខាងលើនេះដោយសារមាន port វាហើយ activate គឺលេខ1គឺមានតែ activate ជាងយើងចូលទៅអូខេរួចរាល់ហើយបន្តមកទៀតយើងនឹងធ្វើការ run ឲ្យដូចគ្នាវា activate វាអូខេចុះដល់ step 16នេះយើងនឹងធ្វើការដាក់ rule វា query rule វាអញ្ចឹងយើងលុបរបស់ចាស់ចេញហើយយើងធ្វើការ insert ឲ្យគេចូលទៅ
ok អញ្ចឹងយើងឃើញថា role របស់វាដោយសារយើងមាន chat នៅក្នុង role query role យើង insert ឲ្យវាទៅចំពោះ port 20នេះគឺជា port របស់អីគេ port របស់ Replica right របស់ Replica អញ្ចឹងយើងឲ្យតែបានតែ select មួយទេ connection នេះគឺបានតែ select មួយចំពោះ master គឺយើងបានគ្រប់ទាំងអស់ yeah ហើយឲ្យ active ទាំងអស់អញ្ចឹងយើងមក enter ទៅអូខេឥឡូវយើងឃើញបានប៉ុណ្នេះហើយបើចង់ check មើលទៀតយើងអាច show ទៅលើ database នៅទីនេះតែម្ដងយើងឃើញហើយ show database គឺយើងមាន name មានអីនេះអញ្ចឹងយើងអាច use ទៅលើ disk ដាច់ disk អញ្ចឹងអូខេហើយយើងអាច show table អញ្ចឹងរបស់ដែលយើងបង្កើតនៅខាងលើមុននឹងឯនេះមាន MySQL user MySQL server ហើយនិង MySQL query role អញ្ចឹងខ្ញុំនឹង select មើលមួយអត់ទេខ្ញុំអាច select ទាំងអស់ក៏បានដែរអញ្ចឹងខ្ញុំ select ទៅលើ select all from នេះគេ from MySQL server អញ្ចឹងទៅបន្ទាប់ពី select មកយើងឃើញថាមានរបស់យើង set មុននឹងទាំងអស់អញ្ចឹងយើងអាច select មើលមួយទៀតអាច select ទៅលើ user ម្ដងអញ្ចឹង user ដែលយើងបង្កើតមុននឹងដើរតួជា client ឬក៏ application គឺ DB user ហ្នឹងឯងហើយមាន password មានអីយ៉ាងមក yeah អញ្ចឹងប្រព័ន្ធនេះឯងគឺយើងនឹងធ្វើការ connect ចូលទៅហើយយើងវាយ password អីគេមុនហ្នឹងគឺ DB password ហ្នឹងឯងយើងវាយ password វាអូខេអញ្ចឹងយើង connect ចូលមករួចរាល់អញ្ចឹងកន្លែងនេះគឺជាកន្លែង client តែហើយតែអាចមើលបានខ្លះយើងអាច show database ទីមកយើង show database មកគឺមានអីគេខ្លះអញ្ចឹង database ហ្នឹងគឺមានប្រព័ន្ធនេះគឺមានអីទេយើងនឹងធ្វើការបង្កើត database តែម្ដង topic file ហើយយើងធ្វើការ use topic file អូខេអញ្ចឹងយើងធ្វើការបង្កើត table អូខេឥឡូវគឺខ្ញុំដាក់តែប៉ុណ្្នេះបានហើយកុំឲ្យច្រើនពេកមាន ID ហើយនិងមាន name ជួយខ្ញុំបង្កើតទៅអូខេជួយយើង show table មកគឺមាន demo មួយ table នៅក្នុង topic 5យើងអាចចូលទៅមើលក្នុង master មុនហ្នឹងគឺវាចូលមកកាន់ master គឺត្រូវហើយយើង use វាមកហើយយើង show table អូខេអញ្ចឹង demo យើងមានដូចគ្នាអញ្ចឹងនៅក្នុង master មានហើយប្រកបណាស់នៅក្នុង replica ក៏មានដែរមាន replica ហើយមាន topic 5យើង use topic 5មកហើយ show table alright មានដូចគ្នាអញ្ចឹងយើងមក client proxy យើងវិញឥឡូវយើងនឹងធ្វើការ insert អីមួយអូខេឥឡូវយើង insert ចូលដល់ប៉ុណ្នេះ insert ប៉ុណ្នេះចូលទៅ ID 1និងឈ្មោះតារាចូលទៅក្នុងពី client ទៅយើងនឹងឆែកទៅក្នុង master យើងនឹង show គេ show table មកអូខេ wait select គេ demo អូខេអញ្ចឹងយើងឃើញនេះ ID លេខ1ឈ្មោះតារាចេញពី client វិញមកគឺចូលទៅកាន់ master right ហើយយើងចូលមកក្នុងអីគេនៅក្នុង replica អញ្ចឹង master មានអីប្រកាសថា replica មាននឹងដែរ demo អូខេអញ្ចឹងឈ្មោះ 1 ឈ្មោះតារាអញ្ចឹងទៅខ្ញុំនឹងតេស្តមួយទៀតខ្ញុំនឹងតេស្ត password 2ហើយឈ្មោះផ្សេងអញ្ចឹងទៅ stop វិញអូខេតើយើងមើល master មកអូខេអញ្ចឹងវាចូលមកហើយគឺត្រឹមត្រូវនេះដូចគ្នាដែរយ៉ាចំពោះclient ពី proxy ទៅវិញគឺយើងអាច select មើលបានដែរគឺមានអីគេខ្លះដូចគ្នាអូខេអញ្ចឹងមួយទៀតអញ្ចឹង port គឺ port ចេញពីអីគេនេះ port នេះយើង insert ចូលទៅអញ្ចឹងជា port 3306គឺជា port master អញ្ចឹងគឺត្រឹមត្រូវអូខេហើយចំពោះនៅក្នុង master គឺខ្ញុំនឹងធ្វើការសាកបិទ server master ចោលហើយនឹងធ្វើការ insert ទៅថាមានអីកាត់ឡើងអញ្ចឹងឃើញ MySQL គឺឈប់ run ហ្នឹងហើយអញ្ចឹងយើងនឹងធ្វើការមកនេះវិញយើងនឹងធ្វើការមក proxy វិញហើយយើងនឹងធ្វើការ insert អីគេចូលមួយទៀតទៅអូខេខ្ញុំនឹងធ្វើការ insert
មួយទៀតចឹងទៅឈ្មោះនិយាយទៅអូខេ ID 3ឈ្មោះ line ចឹងហើយខ្ញុំធ្វើការ insert ចឹងនៅពេលដែល master code មានន័យថា server ហ្នឹងគឺអាច write query ឬក៏ write ទៅនៅចូលទៀតបានទេដូចយើងបានឃើញចឹង design we lost connection បាត់ហើយអូខេអូខេឥឡូវយើងនឹងធ្វើការ select វិញម្ដងនៅពេលដែល master code បាត់យើង insert អត់បានទេយើងនឹងធ្វើការ select ចឹងដូចដែលនិយាយពីដើមមកអញ្ចឹងគឺយើងធ្វើការ select បានអញ្ចឹងរបស់ insert មុនហ្នឹងគឺអត់ដើរទេអញ្ចឹងរបស់ដែលយើង select បានគឺលើ select ដើរ data យើងមានពីមុនមកតែប៉ុណ្ណោះហើយយើងបញ្ជាក់ទៀតទៅយើងអាច select ទៅមើល port វាបានដូចគ្នា port អូខេអញ្ចឹង port នេះយើងឃើញថា3307គឺជា port របស់ replica គឺត្រឹមត្រូវអញ្ចឹង replica គឺវាមានសមត្ថភាពបានត្រឹមតែ select read ប៉ុណ្្នឹងឯងអូខេអញ្ចឹងវីដេអូនេះគឺចប់ត្រឹមប៉ុណ្្នឹងឯងសង្ឃឹមថាគ្នាយើងមើលឲ្យយល់ហើយអរគុណសម្រាប់ការមើលវីដេអូនេះ